ខ្លាព្រក់ខ្លាព្រក់ខ្លាងាប់ឥឡូវដល់វគ្គអូនវាយកចាក់អ្នកនាងវិញម្ដងហើយអីគេអានេះអញអត់យល់ចាក់អ្នកនាងមកទៀតណាស្រឡាញ់អ្នកនាងអូឯសួរអញហ៎រឿងដឹងគួរអរគុណខ្លាទៅបើអត់មានខ្លាក៏អូនវាយោយើងអត់បានគល់អ្នកនាងដែរឥឡូវដឹងចិត្តដឹងថ្លើមគ្នាឥឡូវចាប់ផ្ដើមបលែងគ្នាហើយហើយវាកូនណាឪធ្វើឪគេអត់ដឹងខ្យល់អីទេអូយដឹងខ្យល់អីគេអ៊ំហ្នឹងឆ្កៅតសក់ពពាលតង្គូតហ្នឹងអត់ដឹងអីទេអត់មានដឹងកូននឹងយ៉ាងម៉េចអូអាកចាស់ហើយចំចំកូនមកក៏អន់ឯអន់ម៉ែអញសង្ស័យឪពុកបាញ់បលូធូមិនដឹងទេគេធ្វើម៉េចធ្វើទៅរឿងរបស់គេប៉ិនឪគេមិនខ្វល់ផងមើលឯងទៅខ្វល់យើងវាខ្វល់ហើយយើងវានៅក្នុងវិមានហ្នឹងដែរតែប៉ុន្តែធ្វើឪគេវាអត់ដឹងខ្យល់អីឪហ្នឹងអត់មានស្ដីបដៅកូនអោកូនហើយកូនឯងខ្លួនជាស្រីប្រៀបបានសពុតនៅក្នុងផ្នត់កូនឯងទៅណាមកណាសំដីសំដៅឃើញប្រុសមូលអីកូនឯងកំហេកប់ដាក់គេអត់ទេអាកចាស់នេះស្គាល់តែលុយមួយថ្ងៃប្រងងាប់ទៅហ្នឹងយកលុយទៅកើតទេអាបធរនេះខ្ជិបគេចាំកូនណាឈាមទាំងធ្លុកសុកទាំងដៅអត់ចង់បានអីទេចង់បានតែកូនហ្នឹងលើកកាឡាជូនឪពុកម្ដាយបើអាកចាស់នេះបាយកាឡាចេកតែមួយអត់បានស៊ីហ៎អូតែចេកមួយអត់បានផងអាចប្រាប់អីទៅហើយសយហ្នឹងបានអាចគោស៊ីអាចគោទៅអាកចាស់ហ្នឹងនោះចឹងបានថាអ្នកក្រមិនហ៊ានអ្នកមានមិនមកហើយដល់ពេលកូនស្រីចាប់ដើមចង់បានប្តីបានអ្នកក្រនឹងប្រឡយអាហ្នឹងវាចឹងវារកគ្នាអាហ្នឹងបាទអាហ៊ីញ៉ាហើយនិយាយពីអីគេណាអញមិនយល់ទេនេះចុងអានេះឈួតទេហ៎អាខ្វែងដឹកឈួតបាត់ហ៎អូអានេះទៅជន់ពេណាគេនេះអញគួយលើទឹកគួយលើទឹកឯងគូដែរអត់មានភ្នែកទេចាហើយហើយអញទៅបាក់ទៅស្រួលនេះឯងទៅទូខ្លួនទៅណាទៅហើយហើយអ្នកនាងពងលើកជើងបាទពងលើកជើងអ្នកនាងបាទពងលើកជើងអីនេះអានេះអត់មិនយល់អីបានទីផ្សារយល់បានហើយហ៎ហើយឯងអាយ៉ៃឡានយ៉ាស្អីគេនេះអត់មានអីតិចហើយឯងមើលអាខ្វែងចំណាស់នឹងដល់បូលរកប្អូនទេអានេះឯងចង់បានប្អូនមួយទៀតអីទៀតរិស័យឯងចុះហើយទៅអាខ្វែងតណាទៅដល់ចុះអញទៅទិញប្រេងកាឡាឲ្យអញមើលមុខឯងយ៉ាប់អញទៅទិញប្រេងកាឡាឲ្យមកលាបមាត់អាពីហែងហ្នឹងទៅលាបមាត់ឯងទៅអាខ្វែងនិយាយប្លែកវាឈួតវាហ្នឹងវាកាត់តែរកអាកចាស់ហ្នឹងនិយាយពីអាកចាស់ហ្នឹងព្រឹកមិញទៅផ្សារព្រៃភ្នៅសួរគេអូនណាសាច់គោ1គីឡូម៉ែអ្នកលោកគេថា1គីឡូ40000ណាអ៊ំ1គីឡូ40000ចឹងកាត់ឲ្យអ៊ំ500មកទៅអាណាកាត់ឲ្យជ្រះតែគោ4គីឡូ1គីឡូ40000កាត់ឲ្យ500តែគាត់ឲ្យកាត់1គីឡូតាគាត់ឲ្យកាត់1គីឡូរបស់គាត់